បាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងតែរៀនភាសាជប៉ុនទាំងអស់គ្នាជាពិសេសអ្នកទើបចាប់ផ្ដើមរៀនថ្មីហ្នឹងហើយក៏ទៅពេលវេលាលឿនមែនតើឥឡូវយើងដល់វីដេអូទី9ហើយយើងដល់ពាក្យតិជួរទី9គឺរៈរិរុរិរោហ្នឹងហើយអញ្ចឹងពេលខ្លះយើងអានលៈលិលុលេលោកជាពិសេសគឺនៅក្នុងខារ៉ាអូខេឥឡូវឡាហ្នឹងគឺយើងអាចអានរ៉ាហ្នឹងហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងចាំពាក្យនេះហ្នឹងហើយអញ្ចឹងប៉ុន្តែទូទៅគឺគេប្រើគឺរៈរិរុរេរោនេះគឺអក្សរដៃរបស់ខ្ញុំគឺសេបានប៉ុណ្នេះហើយនៅក្នុងពាក្យអំផងដែរពាក្យណាដែលស្តៀងគ្នារុហើយនឹងរកខុសគ្នាតែគួចទេហើយរៈលោតទៅដូចជាមួយនឹងជួរអ្នកអក្សរអ្នកហ្នឹងហើយគឺខុសគ្នាតែគួចចុងកតុយទេហ្នឹងហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នារៀនពាក្យរ៉ារីរុរេរោហ្នឹងហើយអ្នកទាំងអស់គ្នាយកទៅរៀនសរសេរទៅមួយថ្ងៃម្ដងទៅគឺយើងចាំហើយនេះគឺជាការសរសេរតាមលំដាប់ដោយអញ្ចឹងមិនមែនទៅសេអាជួឈរនៅមុនទេគឺបន្តមុនហើយបានអាជួឈរហើយអក្សររិវិញគឺសរសេរខាងឆ្វេងមុនបន្ទាប់មកបានសរសេរខាងស្ដាំអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងគឺយើងសេទៅតាមលំដាប់ដោយត្រូវទៅគឺវាសេបានស្អាតអញ្ចឹងណាហើយនេះគឺជាអក្សររុផងដែរវាល្អសម្រាប់យើងគឺយើងគូសតែមួយទេហើយរបៀបចំណាំគឺស្តៀងលេខ3អញ្ចឹងទៅថែមតែគួយទេហើយរៈនេះរបៀបចំណាំគឺស្តៀងណែប៉ុន្តែអាកតុយវាយើងរេរាទៅក្រោយអញ្ចឹងណាហ្នឹងហើយរីឯអក្សររកវិញគឺស្រួលចាំមែនតើតែមកកប៊ីហើយវាដូចទៅនឹងលេខ3តែម្ដងហ្នឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចាំបានលឿននៅពាក្យនេះស្អីគេណែ